ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel YouTube របស់នាងខ្ញុំសាជាថ្មីម្ដងទៀតហើយថ្ងៃនេះនាងខ្ញុំមានវីដេអូថ្មីមួយក៏ដូចជាវិធីធ្វើម្ហូបថ្មីមួយចង់មកចែករំលែកដល់ពុកម៉ែបងប្អូនទាំងអស់គ្នាផងដែរនោះគឺការធ្វើជ្រក់ជើងមាន់ជូរហឹរបែបចិនដែលមានរសជាតិរៀងប្លែកបន្តិចពីជ្រក់ជើងមាន់ជូរហឹរបែបខ្មែររបស់យើងអញ្ចឹងដើម្បីកុំឲ្យខាត់ពេលវេលាយូរពុកម៉ែបងប្អូនទាំងអស់គ្នាសូមទស្សនាវីដេអូរបស់នាងខ្ញុំដូចតទៅថ្ងៃនេះនាងខ្ញុំមានជើងមាន់ចាចំនួន2គីឡូគឺនាងខ្ញុំទិញមកពីផ្សារហើយនាងខ្ញុំយកមកធ្វើការកាត់ចាកញ្ចក់វាចេញនិងធ្វើការកាត់វាជាដុំតូចតាមអ្វីដែលយើងចង់បានណាអ្នកទាំងអស់គ្នាចំពោះការកាត់ជើងមាន់បើអ្នកទាំងអស់គ្នាចង់បានតូចឬក៏អ្នកទាំងអស់គ្នាចង់បានធំគឺអាស្រ័យទៅលើចំណង់ចំណូលចិត្តរបស់អ្នកទាំងអស់គ្នាផងដែរឥឡូវនេះបន្ទាប់ពីយើងបានកាត់ជើងមាន់របស់យើងរួចរាល់ហើយគឺយើងយកជើងមាន់ហ្នឹងយកមកដាក់អំបិលចាការដាក់អំបិលនេះគឺនេះខ្ញុំដាក់អំបិលត្រាំផ្អាប់វាទុករយៈពេលប្រហែលជា5នាទីការធ្វើបែបនេះគឺដើម្បីឲ្យជើងមាន់របស់យើងហ្នឹងវាកាត់ក្លិនឆ្អាបបានល្អអ្នកទាំងអស់គ្នាបន្ទាប់ពីដាក់អំបិលហើយគឺនេះខ្ញុំធ្វើការច្បល់ជើងមាន់របស់យើងឲ្យបានសព្វល្អសិនមុននឹងយើងផ្អាប់ទុករយៈពេល5នាទីបន្ទាប់ពីបានផ្អាប់ជើងមាន់ជាមួយនឹងអំបិលរយៈពេល5នាទីហើយឥឡូវនេះយើងយកជើងមាន់របស់យើងយកមកធ្វើការលាងសម្អាតឲ្យបានស្អាតល្អអ្នកទាំងអស់គ្នាត្រូវលាងសម្អាតជើងមាន់ឲ្យបានច្រើនទឹកនិយាយទៅលាង 4-5 ទឹកចឹងណាដើម្បីឲ្យជើងមាន់របស់យើងនឹងវាបាត់ក្លិនហើយនិយាយទៅគឺលាងឲ្យស្អាតតែម្ដងអ្នកទាំងអស់គ្នាលាងសម្អាតរហូតតតែជើងមាន់របស់អ្នកទាំងអស់គ្នាហ្នឹងគឺវាមើលទៅគឺវាពណ៌សល្អចាស់ហើយបើសិនជាវាមានប្រឡាក់មានអីគឺយើងត្រូវដុសលាងសម្អាតវាបានស្អាតបន្ទាប់ពីលាងជើងមាន់របស់យើងបានស្អាតល្អហើយឥឡូវនេះយើងដល់វគ្គយកជើងមាន់របស់យើងមកស្ងោរម្ដងអញ្ចឹងអ្នកទាំងអស់គ្នាធ្វើការស្ងោរចាជើងមាន់នេះឲ្យបានឆ្អិនរយៈពេលប្រហែលជា10នាទីប៉ុន្តែអ្នកទាំងអស់គ្នាកុំស្ងោរឲ្យជើងមាន់ហ្នឹងផុយពេកណាយើងស្ងោរមើលតែមកឆ្អិនល្មមមកបានហើយដើម្បីឲ្យនៅពេលដែលយើងញ៉ាំទៅគឺសាច់របស់វាហ្នឹងគឺអត់ផុយខ្លាំងពេកណាអញ្ចឹងនាងខ្ញុំស្ងោរហ្នឹងគឺរយៈពេល10នាទីអញ្ចឹងបន្ទាប់ពីជើងមាន់របស់យើងបានឆ្អិនរួចរាល់ហើយយើងស្រង់ចេញមកហើយយើងចាក់ទឹកកកចូលទៅត្រាំជើងមាន់ដើម្បីជើងមាន់របស់យើងហ្នឹងវានៅមានសភាពស្រួយអ្នកទាំងអស់គ្នាហើយយើងទុកជើងមាន់នឹងចោលមួយភ្លេតសិនទៅឥឡូវយើងមកផ្សំគ្រឿងដើម្បីលាយជាមួយនឹងជ្រក់ជើងមាន់យើងវិញម្ដងអញ្ចឹងសម្រាប់ជើងមាន់2គីឡូនេះគឺជាដំបូងនេះខ្ញុំដាក់ទឹកស៊ីអ៊ីវធម្មតាចាចំនួន1វែកបាយហើយបន្ទាប់មកទៀតនេះខ្ញុំចាដាក់ទឹកស៊ីអ៊ីវជូរនឹងចំនួន1វែកបាយកន្លះបន្ទាប់មកគឺនាងខ្ញុំចាដាក់ប៊ីចេងចាដាក់ស្ករហើយនឹងដាក់អំបិលបន្តិចផងចំពោះប៊ីចេងអំបិលស្ករហ្នឹងគឺយើងដាក់តាមចំណង់ចំណូលចិត្តហើយអានេះគឺនាងខ្ញុំដាក់ប្រេងម្ទេសចាជិត1វែកបាយដែរបងប្អូនបន្ទាប់មកនាងខ្ញុំបន្ថែមចាប្រេងល្ងហ្នឹងប្រហែលជាមួយស្លាបព្រាបាយចូលចាហើយបន្ទាប់មកទៀតនាងខ្ញុំដាក់ចាម្សៅម្ទេសកូរ៉េហ្នឹងចំនួន1ស្លាបព្រាកាហ្វេដើម្បីយកពណ៌បន្ទាប់មកគឺយើងកូរគ្រឿងរបស់យើងឲ្យបានរលាយចូលគ្នាសិនមកសូមយើងចាក់ជើងមាន់របស់យើងចូលហើយយើងកូរជើងមាន់របស់យើងឲ្យរៀងចូលជាមួយនឹងគ្រឿងបន្តិចមកនាងខ្ញុំក៏បានបន្ថែមម្ទេសហុយចាដើម្បីឲ្យវាមានរសជាតិហឹរតិចចាហើយនាងខ្ញុំក៏បានកិនចាមើមខ្ទឹមសជាមួយនឹងមើមខ្ទឹមក្រហមចាគឺនាងខ្ញុំកិនចូលគ្នាហើយយើងយកមកដាក់ដែរប៉ុន្តែដោយសារតើនាងខ្ញុំអត់បានថតដល់អ្នកទាំងអស់គ្នាដល់ពេលអញ្ចឹងទៅគឺវាអត់បានជាប់អញ្ចឹងបន្ទាប់មកនាងខ្ញុំចាដាក់ម្ទេសជ្រក់ចាម្ទេសជ្រក់ឬក៏ម្ទេសឆារបស់យើងនឹងចូលចំនួនប្រហែលជាកន្លះស្លាបព្រាបាយចូលក្នុងជើងមាន់របស់យើងបន្ថែមទៀតណា អ
បន្ទាប់មកយើងកូរវឹកចាជើងមាន់របស់យើងឲ្យបានចូលជាតិបន្តិចមកឥឡូវនេះនាងខ្ញុំបន្ថែមគ្រឿងទៀតហើយចាគ្រឿងជើងមាន់របស់យើងគឺវារីងច្រើនបន្តិចអ្នកនរគ្នាគឺក្រូចឆ្មាចាក្រូចឆ្មាហ្នឹងគឺនាងខ្ញុំច្របាច់ប្រហែលជា2ផ្លែទៅ3ផ្លែចាដើម្បីឲ្យវារីងជូរបន្តិចមកទៅជើងមាន់របស់យើងរីងឆ្ងាញ់ណាអ្នកនរគ្នាឥឡូវនេះយើងមកកាត់បន្លែរបស់យើងចាចំពោះជ្រក់ជើងមាន់នេះគឺយើងប្រើតែមើមខ្ទឹមក្រហមទេអញ្ចឹងមើមខ្ទឹមក្រហមហ្នឹងគឺយើងយកមកកាត់វាទៅសៃស្ដើងល្មមមកដើម្បីយើងដាក់ចូលក្នុងជើងមាន់របស់យើងហើយអំឡុងពេលដែលនាងខ្ញុំហាន់មើមខ្ទឹមហ្នឹងគឺនាងខ្ញុំដាក់ដាំខ្លាញ់ចាដាំខ្លាញ់ហ្នឹងប្រហែលជាកន្លះវែកបាយអ្នកនរគ្នាដាក់ដាំជាមួយនឹងភ្លើងនិយាយទៅយើងដាំតែខ្លាញ់ហ្នឹងទេដើម្បីយើងយកមកចាក់ពីលើជើងមាន់អញ្ចឹងយើងដាក់ដាំចោលឲ្យក្តៅសិនមកឥឡូវនេះគឺនាងខ្ញុំហាន់ចាបន្លែរបស់យើងបានដាក់រួចរាល់ហើយបន្ទាប់ពីយើងហាន់មើមខ្ទឹមបារាំងដាក់មកគឺនេះនាងខ្ញុំដាក់រយល្ងសចាល្ងសនោះគឺយើងបានលីងវាបានឆ្អិនរួចរាល់ហើយអ្នកទាំងអស់គ្នាហើយក៏យកខ្លាញ់ចាដែលយើងបានដាំនោះគឺយើងយកមកចាក់ចូលនៅក្នុងជើងមាន់របស់យើងហើយយើងធ្វើការកូរច្របល់ម្ដងទៀតដើម្បីឲ្យគ្រឿងទាំងអស់ហ្នឹងបានចូលសព្វគ្នាល្អអញ្ចឹងបន្ទាប់ពីយើងបានកូរច្របល់ជើងមាន់របស់យើងបានសព្វគ្នាល្អហើយចាយើងទុកចោលប្រហែលជា 4-5 នាទីទៅបន្ទាប់មកយើងមកភ្លក់ចាអ្នកទាំងអស់គ្នាអាចភ្លក់ហើយថែមថយគ្រឿងទៅតាមចំណង់ចំណូលចិត្តអញ្ចឹងជ្រក់ជើងមាន់បែបជូរហឹរនេះគឺយើងទាមទារឲ្យមានរសជាតិរៀងជូរបន្តិចមកហឹរបន្តិចចាហើយនឹងផ្អែមបន្តិចមកជើងមាន់របស់យើងគឺឆ្ងាញ់ណាស់អ្នកទាំងអស់គ្នាឥឡូវនេះគឺនាងខ្ញុំចាទុកវារយៈពេល5នាទីហើយក៏យកមកកូរមើលហើយក៏ភ្លក់មើលឃើញថារសជាតិហ្នឹងក៏ល្មមឆ្ងាញ់យរួមគឺអត់បាច់ថែមអីទៀតទេអ្នកទាំងអស់គ្នាអញ្ចឹងនាងខ្ញុំមកធ្វើការដួសដល់ប្រអប់អញ្ចឹងចំពោះរូបមន្តនេះគឺអ្នកទាំងអស់គ្នាអាចធ្វើញ៉ាំក៏បានចាធ្វើលក់ក៏បានដែរហើយជាពិសេសបើអ្នកទាំងអស់គ្នាមានកម្មវិធីជួបជុំអីចាមានតិចអីអញ្ចឹងអាចចាធ្វើជាគ្រឿងក្លែមបានគឺថាធានាថាឆ្ងាញ់ប្លែកហើយមិនងាយមានចាអ្នកដែលគាត់ធ្វើជ្រក់ជើងមាន់បែបនេះញ៉ាំទេឬក៏ធ្វើលក់ទេអញ្ចឹងអ្នកទាំងអស់គ្នាអាចមើលវីដេអូនេះហើយអាចរៀនធ្វើតាមចំពោះជ្រក់ជើងមាន់ចាជូរហឹរបែបចិនរបស់នាងខ្ញុំបានអញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាញ៉ាំអ្នកទាំងអស់គ្នាកុំភ្លេចថែមល្ងសពីលើបន្តិចទៀតមកដើម្បីឲ្យជ្រក់ជើងមាន់របស់យើងហ្នឹងគឺមានសម្រស់កាន់តែស្រស់ស្អាតឥឡូវនេះនាងខ្ញុំធ្វើការបិទប្រអប់ចាដើម្បីយកជ្រក់ជើងមាន់របស់យើងទៅដាក់ខាសេក្នុងទូទឹកកកដើម្បីឲ្យវាត្រជាក់វាកាន់តែចូលជាតិណាអ្នកទាំងអស់គ្នានិយាយរួមទៅជ្រក់ជើងមាន់នេះគឺមានរបៀបធ្វើហ្នឹងគឺងាយទេអ្នកទាំងអស់គ្នាប៉ុន្តែគ្រឿងផ្សំហ្នឹងគឺរៀងច្រើនបន្តិចដោយសារវាជាជ្រក់ជើងមាន់បែបចិនណាប៉ុន្តែខ្ញុំធានាថារសជាតិគឺឆ្ងាញ់អញ្ចឹងអ្នកទាំងអស់គ្នាកុំភ្លេចសាកល្បងធ្វើទាំងអស់គ្នាហើយនឹងជួយខមមិនប្រាប់នាងខ្ញុំម្នាក់មួយផងណាហើយវីដេអូរបស់នាងខ្ញុំក៏បានដល់ទីបញ្ចប់ហើយនាងខ្ញុំសូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានទស្សនាវីដេអូរបស់នាងខ្ញុំដល់ចប់ហើយសូមកុំភ្លេចជួយ Subscribe Channel YouTube របស់នាងខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូការចែករំលែកថ្មីៗបន្ថែមទៀតចាសូមអរគុណសូមជម្រាបលាបាយបាយ